វាមិនទៅជាបញ្ហាអីទេការរើសកីឡាករវាធម្មតាទេសម្រាប់ក្រុមជម្រើសជាតិមួយដោយលោកគ្រូកូជីអញ្ចឹងគាត់រើសកីឡាករមកវាមិនអាចតម្រូវនឹងចិត្តនិងអារម្មណ៍អ្នកគ្រប់គ្រងកើតទេពួកគ្រូគាត់តាមដានគាត់មើលណាគាត់ថាពេលខ្លះគាត់រើសមិនត្រូវនឹងចិត្តអ្នកគ្រប់គ្រងមិនត្រូវគាត់ចិត្ត fan ទៅវាធ្វើឲ្យមានបញ្ហាវាធ្វើឲ្យ fan ខឹងសម្បាអញ្ចឹងកន្លែងខ្លះវានេះដែរវាពិបាកដោះស្រាយដែរវាគ្រូបង្វឹកខាងអ្នកគ្រប់គ្រងបាននិយាយទៅក្រុមជម្រើសជាតិអង់គ្លេសអញ្ចឹងលោក Thomas Tuchel អញ្ចឹងគាត់ថា Tuchel គាត់ដឹកនាំក្រុមជម្រើសជាតិអង់គ្លេសឃើញទេគាត់អត់រើសអា Klopp អត់រើស Cole Palmer ឃើញបញ្ហាឃើញអ្នកគ្រប់គ្រងអង់គ្លេសរិះគន់ជុំវិញពិភពលោកទេហ្នឹងកន្លែងហ្នឹងផ្នែកគាត់មើលឃើញផ្សេងតែដល់ពេលយើងមើលគិតថាមិនបានអត់យក Klopp មិនបានអត់ហៅ Cole Palmer ហើយកីឡាករល្អមកកកទីមិនបានគាត់ហៅឲ្យលេងអាហ្នឹងហើយបានគាត់ពិបាកដោះស្រាយហ្មងបើសិនបើការដឹកនាំរបស់គាត់ឡើងទៅវគ្គជ្រៅអានោះវាមិនអីតែបើសិនបើត្រឹមធ្លាក់ត្រឹមវគ្គគ្រប់ step ឬក៏វគ្គ32ក្រុមឬក៏វគ្គ16ក្រុមហ្នឹងចាំមើល fan អង់គ្លេសជាមួយលាក់ឲ្យមើលសុទ្ធឲ្យមើលហ្មងឥឡូវដូចលោកគ្រូកូជីអញ្ចឹងគាត់រើសកីឡាករខ្លះវាមិនត្រូវចិត្តក្មេងៗគាត់គ្រប់ត្រូលអញ្ចឹងធម្មតាទេរឿងហ្នឹងវាគេក៏មានយើងក៏មានដែរ